មហាជនសង្ស័យអូនផ្កាយត្រូវប្តីវាយក្រោយឃើញស្នាមចំដោយម្រាមដៃពេញមុខខណៈអូនផ្កាយបង្ហើបប្រាប់បែបនេះបន្ទាប់ពីអូនផ្កាយបង្ហោរូបថតមួយសន្លឹកទាំងកណ្ដាលយប់មុខមានស្នាមចំខៀវតាមរង្វង់ភ្នែកដោយភ្ជាប់ជាមួយ caption យ៉ាងខ្លីថាធ្លាក់ពីលើផ្ទះអត់បានផុសវីដេអូទេអូនផ្កាយបានបន្តទៀតថាមិនសិនប្តីខ្ញុំទៅគាត់ដឹងច្បាស់ឆ្លើយមើលបងថាពេលនឹងធ្លាក់ដោយរបៀបណា Collagen ហារីសម្បុកត្រចៀកកម្មបានទាំងសុខភាពនិងសម្រស់ជំនួយដល់សក់ក្រចកឆ្អឹងសន្លាក់ធ្វើឲ្យគេងលក់ស្រួលជាពិសេសជួយឲ្យស្បែកសភ្លឺថ្លាម៉ត់រលោងចេញពីខាងក្នុងត្រឹមរយៈពេល7ថ្ងៃវីតាមីនក្រមុំ SOVF ធ្វើឲ្យស្ត្រីមានភាពជឿជាក់ដូចវ័យ20ឆ្នាំរូបថតមួយសន្លឹកនិងសារបង្ហោះខាងលើរបស់អូនផ្កាយត្រូវបានមហាជនជាច្រើនលើកឡើងថាមិនមែនធ្លាក់ពីលើផ្ទះទេព្រោះមុខមានស្នាមម្រាមដៃសង្ស័យត្រូវប្តីវាយដោយម្នាក់ចូលទៅខមមិនថាមុខនិងស្នាមផ្ទះមិនមែនធ្លាក់ពីលើផ្ទះទេមិនដែលធ្លាក់ពីលើផ្ទះណាជាប់ត្រូវរង្វង់ភ្នែកអញ្ចឹងទេលើកទី1ហើយក៏មានលើកទី2ក៏មានលើកទី3ដែរសាហាវណាស់ព្រោះគិតថានេះមិនមែនធ្លាក់ពីលើផ្ទះទេជាក់ស្ដែងក្រោយមហាជននៅតែដាក់ការសង្ស័យថាអូនផ្កាយត្រូវប្តីវាយខៀវមុខខៀវមាត់អត់ទ្រាំមិនបានអូនផ្កាយចេញមុខទម្លាយអស់គ្មានសល់កុំឲ្យមហាជនយល់ច្រឡំទៅលើប្តីរបស់ខ្លួនបែបនេះថាមានវីដេអូធ្លាក់ពីលើផ្ទះទៀតសាហាវណាស់មិនចង់ឲ្យបងប្អូនឃើញទេវាគួរឲ្យខ្លាចមិនបាច់មើលអស់ជាងប្រាប់ហើយថាធ្លាក់ពីលើផ្ទះមិនបានជាប្តីវាយវិញចឹងខ្ញុំលុបរូបហើយគុំគិតអីអាយដលអ្នកនេះក្បាលរឹង